ទីតាំងលួចលាក់បង្កប់បើកលេងល្បែងស៊ីសងជុលមនតាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូជាច្រើនដើមកំពុងតែបើកដំណើរការបានដោយរលូនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅខណៈដែលអាជ្ញាធរនៅក្នុងមូលដ្ឋានកំពុងតែរក្សាភាពស្ងៀមស្ងាត់ស្ងាត់តែម្ដងបងប្អូនប្រិយមិត្តទស្សនិកជនយើងដឹងហើយថាឯកឧត្តមខុងស្រេងធ្លាប់មានប្រសាសន៍ម្ដងហើយទៅនឹងការរឹតបន្តឹងជំវិញករណីស្ដីអំពីការបិទមិនអនុញ្ញាតឲ្យមានការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងឡាយណាដែលកើតមានក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗក្នុងរាជធានីភ្នំពេញតែដែលឡែកបែរជាមានការបើកលេងល្បែងដោយរលូនទៅវិញទៅនឹងទីតាំងដោះស្រាយមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ357ក្នុងភូមិដើមស្លែងសង្កាត់ច្បារអំពើទី2ខណ្ឌច្បារអំពៅរាជធានីភ្នំពេញទីតាំងខាងលើមិនគោរពប្រសាសន៍របស់ថ្នាក់ដឹកនាំគណៈដែលមន្ត្រីអនុវត្តច្បាប់ក្នុងមូលដ្ឋានព្យាយាមបិទបាំងមិនមានការចុះបង្ក្រាបនោះឡើយដែលកំពុងតែបណ្ដិតបណ្ដោយឲ្យកើតមានការបើកលេងល្បែងស៊ីសងជុលមនតាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូជាច្រើនដើមនៅភូមិសាស្ត្ររបស់ខ្លួនមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ357ក្នុងសង្កាត់ច្បារអំពើទី2ខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលបច្ចុប្បន្ននេះគេសង្កេតឃើញថាទីតាំងខាងលើនៅតែបន្តបើកលេងដំណើរការបានដោយរលូនដោយគ្មានខ្វាយខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់អាជ្ញាធរអ្វីបន្តិចសោះឡើយជាក់ស្ដែងពលរដ្ឋក៏ដូចជាមហាជនបានមានក្តីសង្ឃឹមយ៉ាងមុតមមថានឹងរងចាំមើលចំណាត់ការដ៏ក្តៅគគុករបស់ឯកឧត្តមខុងស្រេងដែលជាអភិបាលរាជធានីភ្នំពេញបន្ទាប់ពីមានការរឹតបន្តឹងជំវិញករណីស្ដីអំពីការលួចលាក់បើកនៅល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានតាមភូមិសាស្ត្ររបស់ខ្លួនជាពិសេសផងនោះក៏មានការសំណូមពរទៅដល់មន្ត្រីជំនាញពាក់ព័ន្ធដែលអនុវត្តច្បាប់ក្នុងមូលដ្ឋាននោះគឺលោកជេងមនីរ៉ាដែលជាអភិបាលខណ្ឌច្បារអំពៅនិងលោកវរៈសនីឯកម៉ៅសឿតដែលជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសូមមេត្តាយកចិត្តទុកដាក់ចុះត្រួតពិនិត្យនិងចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់ទៅនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងតែសម្ងំលួចលាក់បើកលេងល្បែងស៊ីសងខាងលើនេះផងទៀតបច្ចុប្បន្នទីតាំងដោះស្រាយខាងលើនេះកំពុងតែសប្បាយចិត្តនឹងបើកលេងដោយសេរីគ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់ឬក៏អាជ្ញាធរពាក់ព័ន្ធនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធានការក្នុងការចោទបង្ក្រាបនោះឡើយដោយមិនគិតអំពីសុខសុវត្ថិភាពនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាកំហិតដើម្បីការពារអសន្តិសុខករណីក្មេងទំនើងនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងណាក៏ដោយយើងនឹងធ្វើការរងចាំបកស្រាយបំភ្លឺអំពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធជារៀងរាល់ម៉ោងធ្វើការទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មានប្រសិនបើការផ្សព្វផ្សាយរបស់យើងមានការលើសលួសខ្វះខាតត្រង់ប្រការណាមួយនៅពេលនេះខ្ញុំបាទរួមនឹងក្រុមការងារសូមលំអរកាយគោរពអរគុណនិងសូមគោរពលា